ប្រសិនមកទាំងអស់គ្នាកំពុងកាត់ចង់កែប្រែជីវិតរបស់ខ្លួនឯងឲ្យល្អប្រសើរជាងមុនលឿនណានេះគឺជារឿងតែមួយដំបូងគេដែលអ្នកនរត្រូវធ្វើសួស្តីទាំងអស់គ្នាខ្ញុំក្រាសចឹងចង់ share ជាបទពិសោធន៍របស់គ្នាយើងមួយតាក់ទងទៅនឹងពេលដែលខ្ញុំនៅក្មេងហើយខ្ញុំគិតថាបទពិសោធន៍មួយនេះគឺគ្នាយើងគ្រប់គ្នាតែម្ដងគឺតែងតែជួបដែលបានន័យថាម៉ាក់ប៉ារបស់យើងគឺគាត់តែងតែបដៅយើងឲ្យយើងធ្វើជាកូនល្អស្ដាប់តាមបង្គាប់របស់ពួកគាត់ដើម្បីទទួលបានការស្រឡាញ់ការចូលចិត្តពីសំណាក់មនុស្សជុំវិញខ្លួនឬក៏ទទួលបានជា reward ណាមួយហ្នឹងហើយហើយមួយវិញទៀតពេលដែលយើងដល់វ័យចូលរៀនគឺមិនថាម៉ាក់ប៉ារបស់យើងឬក៏លោកគ្រូអ្នកគ្រូទេគឺគាត់តែងតែប្រាប់យើងឲ្យត្រូវតែធ្វើជាសិស្សល្អគោរពតាមវិន័យរបស់សាលាខំរៀនសូត្រឲ្យប៉ាកែដើម្បីទទួលបានជាលិខិតសារឬក៏ទទួលបានជាការសរសើរនានាពីមនុស្សជុំវិញខ្លួនយើងដូចជាមិត្តភក្តិយើងអីជាដើមពីព្រោះមនុស្សគ្រប់គ្នាតែងតែចូលចិត្តមនុស្សដែលឆ្លាតមនុស្សប៉ាកែត្រូវទេដល់ថ្ងៃទៅណាក៏មានកិត្តិយសដែរអញ្ចឹងវាធ្វើឲ្យយើងមានអារម្មណ៍ថាមានមោទនភាពមួយខ្លួនឯងដែរអញ្ចឹងហើយទៅធ្វើឲ្យយើងខ្ញុំតែម្ដងគឺឲ្យតែមានកិច្ចការផ្ទះអីឬក៏មុនពេលរៀនម៉ោង1យ៉ាងនេះស្អែកត្រូវរៀនពួកជាគេខ្លះអញ្ចឹងទៅពីអញ្ចឹងខ្ញុំមើលពីយប់ហ្នឹងឯងហើយហ្នឹងហើយទោះបីជាល្ងាចដេកឬក៏ពេលខ្លះឈឺក៏ត្រូវតែរៀនដែរហ្នឹងហើយពីព្រោះអីយើងចង់មានឈ្មោះជាសិស្សបកាយើងអត់ចង់ឲ្យខ្លួនឯងធ្លាក់លេខទេព្រោះតើពេលធ្លាក់លេខគេប្រកាសជាសួរថាកាត់អីមិនបានធ្លាក់លេខអញ្ចឹងយើងវារៀនមានអារម្មណ៍អេជាខ្មាស់គេអីដែរអញ្ចឹងវាត្រូវខំរៀនទោះបីជាមិនក៏ដោយក៏ត្រូវតែរៀនដែរហើយបើនិយាយពីការតំណែងវិញសម្រាប់ខ្ញុំគឺម៉ាក់ខ្ញុំគឺគាត់តែងតែប្រាប់ឲ្យធ្វើជាមនុស្សមានចិត្តតែបានន័យថាចេះជួយយកអាសានដតីធ្វើជាមិត្តភក្តិល្អមានភាពស្មោះត្រង់អីចឹងទៅចឹងហើយទៅធ្វើឲ្យខ្ញុំអាចនិយាយថាខ្លាចជាមនុស្សអ្នកដែរខ្ញុំព្យាយាមជួយអ្នកដតីទៅតាមអ្វីដែលខ្ញុំអាចធ្វើបានចេះបើមានលុយជួយជាលុយចឹងទៅតែបើថាពេលណាអត់មានលុយទេជួយជាកម្លាំងកាយកម្លាំងចិត្តជាមួយមិត្តភក្តិរបស់យើងពីព្រោះអីយើងអត់ចង់មានឈ្មោះថាជាមនុស្សចិត្តខ្នាញ់ឬក៏ជាមិត្តភក្តិអត់ល្អអីទេហើយបងប្អូនដឹងអត់ថាពាក្យ3ម៉ាត់ហ្នឹងគឺពាក្យកូនល្អសិស្សល្អមិត្តភក្តិល្អហ្នឹងគឺវានៅតាំងទាមមួយខ្ញុំរហូតដល់ពេលខ្ញុំធំហ្នឹងហើយគ្រប់ផ្នែកនៃជីវិតរបស់ខ្ញុំគឺមុនពេលដែលខ្ញុំធ្វើអីមួយមិនថាតែទៅនឹងការរៀនសូត្រការរើសជំនាញឬក៏ការធ្វើការងារទេគឺខ្ញុំតែងតែគិតដល់ពាក្យ3ហ្នឹងរហូតហ្មងនិយាយទៅវាដូចជាពាក្យមួយដែលគ្រប់គ្រងជីវិតខ្ញុំចឹងប៉ុន្តែរហូតដល់ពេលមួយពេលហ្នឹងវានៅក្នុងកន្លងខ្ញុំអាយុដូចជា27ឆ្នាំនឹងថ្ងៃវារៀងចុងឆ្នាំចិត្តចូលដល់អាយុ28ហើយពេលហ្នឹងគឺខ្ញុំមកពីធ្វើការហើយខ្ញុំគេងនៅបន្ទប់របស់ខ្ញុំហ្នឹងហើយពេលហ្នឹងខ្ញុំអត់ដឹងមកទេខ្ញុំអត់scroll social media ទេវាថាយើងតម្រេកខ្លួននៅលើខែអញ្ចឹងណាតែខ្ញុំមើលទៅបន្ទប់ខ្ញុំហើយខ្ញុំមកឃើញថាចេះបន្ទប់នៅក្នុងបន្ទប់របស់ខ្ញុំហ្នឹងគឺសុទ្ធតែជាអ្វីដែលខ្ញុំសម័យចង់បានកាលពីខ្ញុំនៅក្មេងមានអីគេខ្លះដូចជាខ្ញុំសម័យចង់មានជាផ្ទះសំរុំមួយឲ្យម៉ាក់ប៉ាខ្ញុំនៅមានជាបន្ទប់ធំមួយសម្រាប់ខ្លួនឯងនៅតែម្នាក់ឯងដើម្បីអាចធ្វើការងារអីដែលខ្ញុំចង់ធ្វើខ្ញុំត្រូវការភាពស្ងប់ស្ងាត់អីចឹងទៅហើយបើសិនជានិយាយពីការងារទៀតក៏វាជាការងារដែលខ្ញុំសម័យចង់បានខ្ញុំចង់ធ្វើការងារមួយនៅក្នុងតំណែងគួរសមមួយនៅក្រុមហ៊ុនដ៏ល្អមួយមានមិត្តភ័ក្តិមានជា team work ល្អអីចឹងទៅនិយាយទៅខ្ញុំអាចនិយាយថានៅក្នុងវ័យខ្ញុំ27 29ហ្នឹងគឺវាដូចជា peak period មួយដែលខ្ញុំមានអ្វីដែលខ្ញុំសម័យចង់បានកាលពីក្មេងខ្ញុំអត់និយាយពីចំនួនទេណាព្រោះក្តីសម័យរបស់យើងខុសៗគ្នាអញ្ចឹងហើយគាត់តែនិយាយថាអ្វីដែលខ្ញុំមានកាលពីពេលដែលខ្ញុំអាយុ20ជាងហ្នឹងគឺសុទ្ធតែជាអ្វីដែលខ្ញុំសម័យចង់បានទាំងអស់ហើយវា come true ហ្មងប៉ុន្តែអ្នកនរដឹងអត់ថាខ្ញុំក៏សង្កត់ថាខ្លួនឯងគឺខ្ញុំនៅតែមានអារម្មណ៍ថាអត់មានក្តីសុខអត់សប្បាយចិត្តដូចអ្វីដែលខ្ញុំគិតពីក្មេងថាអូខ្ញុំបើសិនជាខ្ញុំមានអាទាំងអស់ហ្នឹងគឺខ្ញុំមានក្តីសុខខ្ញុំសប្បាយចិត្តជាងគេនៅលើលោកហ្មងប៉ុន្តែពេលដែលខ្ញុំមានវាគឺខ្ញុំអត់មានអារម្មណ៍ថាគ្រប់គ្រាន់ដូចអ្វីដែលខ្ញុំគិតទេនិយាយថាដូចតទេស្អាតណាខ្ញុំជឿថាគ្នាយើងមួយចំនួនប្រកាសជា top experience អារម្មណ៍ហ្នឹងដែលបានន័យថាយើងមានអ្វីដែលយើងចង់បានប៉ុន្តែយើងនៅតែមានអារម្មណ៍ថាអត់គ្រប់គ្រាន់អត់មានក្តីសុខអត់សប្បាយចិត្តដូចពេលដែលយើងគិតថាយើងនឹងមានវាហើយខ្ញុំជឿថាអារម្មណ៍មួយនេះគឺមនុស្សជាច្រើនសុទ្ធតែប្រឈមមុខជាមួយនឹងអារម្មណ៍មួយនេះហើយក៏ជាអារម្មណ៍មួយដែលមនុស្សភាគច្រើនខ្លាចដូចគ្នាដែរដែលជាហេតុធ្វើឲ្យមនុស្សមួយចំនួនគឺគាត់ទៅធ្វើអីមួយចឹងទៅដើម្បីប្រឡប់និយាយទៅមនុស្សមួយចំនួនអីគឺខ្ញុំហ្មងគេស្អែកទៅគឺពេលដែលខ្ញុំមានអារម្មណ៍ហ្នឹងហើយអ្នកទាំងអស់គ្នាគឺខ្ញុំខ្លាចចឹងខ្ញុំទៅធ្វើអីផ្សេង scroll social media ឬក៏ធ្វើអីមួយទៅ gathering មួយបែបអីចឹងទៅខ្ញុំអត់ចង់មានអារម្មណ៍ហ្នឹងទេប៉ុន្តែរហូតដល់ពេលមួយគឺខ្ញុំក្លាហាននៅក្នុងការអង្គុយជាមួយអារម្មណ៍ហ្នឹងដែលខ្ញុំចាប់ដើមកត់សម្គាល់ថាមិនបាច់ខ្ញុំមានអារម្មណ៍ហ្នឹងហើយបើសិនជាខ្ញុំនៅតែមានអារម្មណ៍ហ្នឹងតើថ្ងៃណាទើបខ្ញុំអាចមានក្តីសុខនៅក្នុងជីវិតតើថ្ងៃណាដែលខ្ញុំអាចមានអារម្មណ៍គ្រប់គ្រាន់ចំពោះអ្វីដែលខ្ញុំសម័យចង់បានហ្នឹងហើយខ្ញុំត្រូវហត់តាមអញ្ចឹងពេញមួយជីវិតខ្ញុំមែនអាហ្នឹងខ្ញុំ question ខ្លួនឯងហ្មងណាទាំងអស់គ្នាចឹងហើយចាប់ពេលហ្នឹងមកគឺវា change everything ដែលបានន័យថាខ្ញុំចាប់ដើមអត់សម្គាល់ជីវិតរបស់ខ្លួនឯងហើយដល់អ្នកទាំងអស់គ្នាខ្ញុំរកឃើញអីអត់គឺខ្ញុំរកឃើញថាមូលហេតុដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ទទេស្អាតអារម្មណ៍អត់មានសុភមង្គលខណៈដែលខ្ញុំមានអ្វីគ្រប់យ៉ាងដែលខ្ញុំចង់បានហ្នឹងណាគឺបណ្ដាមកពី
អ្វីដែលខ្ញុំធ្វើកន្លងមកនៅក្នុងជីវិតគឺខ្ញុំធ្វើវាឡើងដើម្បីគ្រាន់តែបង្ហាញអ្នកដទៃឬក៏សង្គមថាខ្ញុំជាមនុស្សល្អសិស្សល្អមនុស្សជោគជ័យនៅក្នុងជីវិតឬក៏មនុស្សស្អាតប្រកែអីចឹងទៅអ្វីដែលខ្ញុំខំធ្វើទាំងអស់ហ្នឹងគឺខ្ញុំគ្រាន់តែចង់បង្ហាញនិយាយទៅបើអង់គ្លេសគេនិយាយថា I did it just to prove the society that I am smart beautiful strong successful ហ្នឹងហើយអញ្ចឹងគឺខ្ញុំនឹងអញ្ចឹងហ្មងចឹងហើយទៅធ្វើឲ្យខ្ញុំមានអារម្មណ៍ថាមានសុភមង្គលដែលអ្វីដែលខ្ញុំធ្វើកន្លងមកហ្នឹងគឺវាអត់អាឡាញវាអត់ស្របតាមអ្វីដែល soul បេះដូងដែលខ្ញុំចង់បានប្រកបទេហ្នឹងហើយវាមិនមែនអ្វីដែលខ្ញុំចង់បានប្រកបទេ I did it just to prove the society that I am successful and I'm smart beautiful something like that ហ្នឹងហើយខ្ញុំក៏រកឃើញមួយទៀតដែរថាចាបើសិនជាខ្ញុំនៅតែប្រើជីវិតរស់នៅតែ prove អ្នកដទៃថាខ្ញុំជាមនុស្សមិនដូចខ្ញុំនិយាយពីដើមមកអញ្ចឹងណាគឺអ្នកនរគ្នាវាដូចជាការដែលខ្ញុំលេងហ្គេមមួយដែលហ្គេមហ្នឹងគឺអត់មានវគ្គបញ្ចប់ទេមិនថាតែខ្ញុំព្យាយាមធ្វើខ្លួនឯងឲ្យល្អប្រសើរមិនប្រឹង upgrade តិចនិចនៅក្នុងការលេងហ្គេមហ្នឹងមិនក៏ខ្ញុំនៅតែអត់អាចលេងហ្គេមហ្នឹងចប់វាដែរវានៅតែមានវគ្គថ្មីរហូតហើយនេះជាមូលហេតុមួយនោះគឺថាចេះយើងទាំងអស់គ្នាដឹងហើយថាអត់មានអាគេម្នាក់អាចគ្រប់ចិត្តមនុស្សបានទេត្រូវអត់ពេលខ្លះសូម្បីតែយើងខ្លួនឯងក៏យើងអាចគ្រប់ចិត្តខ្លួនឯងបានដែរចឹងហើយបើសិនជាយើងរស់នៅគ្រាន់តែដើម្បី prove អ្នកដទៃចង់ឲ្យគេសរសើរយើងអីហ្នឹងគេអាចនឹងសរសើរពេលហ្នឹងប៉ុន្តែពេលក្រោយវាមានអីប្រែប្រួលទៀតហើយចឹងអាហ្នឹងមួយតកតងទៅនឹងចិត្តមនុស្សវាតែងតែមានការប្រែប្រួលរហូត yes ហើយមួយវិញទៀតឧទាហរណ៍ថាបើសិនជាយើងខំប្រឹងធ្វើល្អខ្លាំងមិនក៏ដោយក៏នៅតែមានមនុស្សដែរអត់ស្រឡាញ់អត់ចូលចិត្តយើងដែរឧទាហរណ៍ជាក់ស្ដែងអានេះខ្ញុំឧទាហរណ៍ថាព្រះសម្មាសម្ពុទ្ធចុះយើងក៏ដឹងហើយថាព្រះសម្មាសម្ពុទ្ធតែងតែមានមាតាមផ្សេងគាត់ទៅអត់ហើយមួយទៀតក៏មានជាអង្គលីមាដែលអស់នេះស្គាល់អង្គលីមាកាត់ម្រាមដៃហ្នឹងហើយក៏គាត់ស្អប់តាមដេញសម្រាប់ព្រះសម្មាសម្ពុទ្ធដូចគ្នាដែរអញ្ចឹងយើងអស់នេះសុទ្ធតែដឹងហើយថាព្រះសម្មាសម្ពុទ្ធគឺគាត់ល្អគាត់ត្រូវគឺជាខ្ញុំមិនដឹងថាហៅគាត់មិនទេអធិស្ឋានគាត់និយាយថាជាមនុស្សម្នាក់ដែលមានការគោរពមនុស្សដែលមានចំណេះដឹងមានទុកចិត្តល្អប្រពៃតែនៅតែមានគេស្អប់ចុះតម្រុំយើងចឹងគឺនៅតែមានមនុស្សដែលអត់ចូលចិត្តយើងនៅតែមានមនុស្សរិះគន់មាននៅតែមានមនុស្សប្រៀបធៀបយើងបើទោះបីជាយើងខំប្រឹងប្រែងមិនក៏ដោយចឹងហើយបានខ្ញុំនិយាយថាវាគឺជាការលេងហ្គេមមួយដែលអត់មានថ្ងៃបញ្ចប់ពេលអីបើសិនជាយើងប្រើជីវិតរបស់រស់នៅរបស់យើងទៅតាមការចង់បានរបស់សង្គមឬក៏គ្រាន់តែបង្ហាញអ្នកដទៃថាយើងជោគជ័យយើងពូកែយើងឆ្លាតហើយយើងក៏នឹងមិនមានថ្ងៃមានក្តីសុខដែរអត់មានថ្ងៃស្គាល់ពាក្យថា peace អត់មានថ្ងៃស្គាល់ពាក្យថាមានសេរីភាពផ្លូវចិត្តណាដែលយើងចង់ធ្វើអីក៏បានតែជាខ្លួនឯងគឺយើងអត់មានថ្ងៃទទួលអារម្មណ៍ពាក្យថាសន្តិភាពផ្លូវចិត្តឬក៏សេរីភាពផ្លូវចិត្តទេបើមិនជាយើងនៅតែប្រើការរស់នៅតាមការដែលយើង proof អ្នកដទៃថាយើងប្រកាសហើយមួយវិញទៀតទាំងអស់គ្នាការដែលយើងប្រើជីវិតរស់នៅរបស់យើងគ្រាន់តែដើម្បីបង្ហាញឬក៏ show off អ្នកដទៃហ្នឹងគឺវាដូចជាការដែលយើងបដៅឲ្យខ្លួនឯងជាប់អន្ទាក់មួយដែលយើងអត់ដឹងខ្លួនអញ្ចឹងដែលអន្ទាក់នោះគឺថាគឺយើងបណ្ដោយឲ្យការយល់ឃើញស្តង់ដារឬក៏គំនិតរបស់អ្នកដទៃឬក៏សង្គមហ្នឹងគ្រប់គ្រងជីវិតរស់នៅរបស់យើងឧទាហរណ៍ជាក់ស្ដែងឧទាហរណ៍ថាដូចខ្ញុំអញ្ចឹងខ្ញុំតែងតែត្រូវបាន bully តាក់ទងទៅនឹង skin tone របស់ខ្ញុំហ្នឹងហើយខ្ញុំមានសម្បុររៀងស្អែមឬក៏ពីមុនវារៀងខ្មៅអញ្ចឹងទៅខ្ញុំជាធម្មតាក្មេងស្រីយើងតែងតែភាគច្រើនណាគេចូលចិត្តពណ៌ផ្កាឈូកពណ៌ខៀវពណ៌លឿងអីចឹងទៅអញ្ចឹងខ្ញុំក៏ចូលចិត្តបែបហ្នឹងដែរប៉ុន្តែខ្ញុំអត់ដែរហ៊ានស្លៀកសម្លៀកបំពាក់ទាំងអស់ហ្នឹងឯងពីព្រោះអីខ្ញុំខ្លាចគេ bully ថាខ្លួនខ្មៅប៉ុន្តែស្លៀកពាក់ឆើតឃើញតែគេអាវអីចឹងទៅអាហ្នឹងមួយហើយមួយវិញទៀតនោះគឺតាក់ទងទៅនឹងគេហៅថា characteristic ខ្ញុំជាមនុស្សដែល introvert ខ្ញុំអត់សូវចូលចិត្តនិយាយច្រើននិយាយទៅខ្ញុំមិនអត់ចូលចិត្តខ្ញុំអត់ចេះនិយាយច្រើនជាមួយនឹងមនុស្សដែលខ្ញុំអត់ស្គាល់ប៉ុន្តែមានពេលមួយគឺខ្ញុំបានផ្លាស់ប្ដូរខ្លួនឯងដោយសារតែខ្ញុំដើរជាមួយនឹងមិត្តភក្តិរបស់ខ្ញុំគេជាមនុស្សដែល extrovert យើងជួយច្រើនតើណាក៏មានមនុស្សស្គាល់ដែរទៅហើយខ្ញុំមើលឃើញគេគឺ cool ខ្លាំងមែនតើដោយសារតែគេមានមិត្តភក្តិច្រើនគេមានអ្នកដែលស្រឡាញ់រាប់អានច្រើនចឹងហើយខ្ញុំចង់ធ្វើដូចគេខ្ញុំចង់បានដូចគេតែជាហេតុធ្វើឲ្យមានពេលមួយនោះគឺខ្ញុំព្យាយាមធ្វើឲ្យខ្លួនឯងជាមនុស្សនិយាយច្រើនផឹងនិយាយកំ pl ែងរហូតដល់ខ្ញុំចាប់អារម្មណ៍ថាវាភ្លាវព្រោះអីវាមិនជាខ្ញុំ yes ហើយមួយវិញទៀតតើតើតើការរស់នៅអានេះមកជាបទពិសោធន៍របស់ខ្ញុំឯងគឺដោយសារតែយើងដឹងថានៅក្នុងសង្គមរបស់យើងគឺគេតែងតែឲ្យតម្លៃលើមនុស្សតែផលរបស់ brand ជោគជ័យទៅលើសម្ភារៈទីថាមានជាឡានមានផ្ទះផលរបស់ល្អអីជាដើមហ្នឹងហើយចឹងហើយសម្រាប់មនុស្សមួយចំនួនដែលគាត់ចង់បានកិត្តិយសអញ្ចឹងដែរចង់ទទួលបានពាក្យថាមនុស្សជោគជ័យទាំងនៅវ័យក្មេងអញ្ចឹងទៅដែលជាហេតុព
ធ្វើឲ្យគាត់អាចថាព្យាយាមប្រើរបស់ brand ឬក៏របស់ថ្លៃដែលវាលើសពីសមត្ថភាពរបស់គាត់អញ្ចឹងទាំងអស់នេះហើយដែលខ្ញុំនិយាយថាការដែលយើងប្រើជីវិតរស់នៅរបស់យើងដោយគ្រាន់តែ proof អ្នកដទៃថាយើងជាមនុស្សជោគជ័យអស្ចារ្យហ្នឹងគឺវាដូចជាការដែលយើងដាក់តាក់ខ្លួនឯងចឹងដែរតាក់ហ្នឹងគឺគ្រប់គ្រងជីវិតរបស់យើងគ្រប់ផ្នែកនៃជីវិតរបស់យើងតែម្ដងហើយអ្នកទាំងអស់គ្នាដឹងថាការដែលប្រើជីវិតរស់នៅបែបនេះណាគឺយើងមិនងាយនឹងជោគជ័យហើយมันមានអារម្មណ៍ថាគ្រប់គ្រាន់ទេបើទោះបីជាថ្ងៃមួយយើងបាននៅអ្វីដែលយើងចង់បានក៏ដោយពីព្រោះអីពីព្រោះវាមិនមែនជាធម្មជាតិរបស់យើងឧទាហរណ៍ជាក់ស្ដែងដូចខ្ញុំនិយាយថាខ្ញុំជាមនុស្ស introvert ហើយខ្ញុំប្រឹងធ្វើជាមនុស្ស extrovert អីចឹងហើយឧទាហរណ៍មួយទៀតទូទៅតែម្ដងទៅមិនបាច់ specific ណាគេទេឧទាហរណ៍ថាចេះland ឧទាហរណ៍ថា land Ferrari គេផលិតមកគឺសម្រាប់តែប៉ុណ្ណឹង land ហើយឧទាហរណ៍គោយន្តគេសម្រាប់ព្យួររស់អីចឹងទៅព្យួរហ្នឹងហើយព្យួរដីចឹងទៅចុះឧទាហរណ៍ថាបើសិនជាយើងយក Ferrari ទៅព្យួរដីសួរថាព្យួរកើតអត់ហើយបើសិនជាយកឡានគោយន្តឧទាហរណ៍ថាគោយន្តទៅប៉ុណ្ណាវិញតើប៉ុណ្ណាកើតអត់អញ្ចឹងគឺវាដូចគ្នាអញ្ចឹងការដែលយើងប្រើរបស់ឬក៏ធ្វើអ្វីដែលខុសពីធម្មជាតិរបស់យើងណាគឺវាធ្វើឲ្យបានន័យថាយើងពិបាកនៅក្នុងការជោគជ័យហើយក៏វាអត់មានអារម្មណ៍ថាមានក្តីសុខឬក៏គ្រប់គ្រាន់បើទោះបីជាថ្ងៃណាមួយយើងទទួលបានរបស់ទាំងអស់ហ្នឹងក៏ដោយហើយអីដែលសំខាន់នោះគឺយើងអត់មានថ្ងៃផ្គប់ចិត្តបានទៀតដូចខ្ញុំនិយាយពីវគ្គមុនតើតើនៅក្នុងការដែលយើងលេងហ្គេមអត់មានវគ្គបញ្ចប់អញ្ចឹង yes ចិត្តមនុស្សប្រែប្រួល trend ប្រែប្រួលអា trend ប្រែប្រួលនោះឧទាហរណ៍មួយទៀតឧទាហរណ៍ខ្ញុំyes សបល់ tan skin តាំងពីក្មេងមកហ្មងមាត់របស់ខ្ញុំវារាងវែងហើយធំហ្នឹងហើយឃើញអត់អញ្ចឹងកាលពីខ្ញុំនៅក្មេងហ្នឹងកាលពីខ្ញុំខ្ទង់អាយុ16ឆ្នាំអីគឺគេពេញនិយមមាត់ទូចៗគេមាត់ដូចមាត់បេះដូងហ្នឹងគេនិយមមាត់ហ្នឹងហ្មងហើយខ្ញុំតែងតែត្រូវបានប៊ូលីតែគេហៅខ្ញុំថាមាត់ចង្អែតហើយទៅដល់ស្បែករបស់ខ្ញុំស្បែករបស់ខ្ញុំគឺខ្ញុំតែងតែគេប៊ូលីថាស្បែកខ្មៅស្បែកអីចឹងទៅស្លៀកពាក់អីក៏មិនស្អាតហើយពេលហ្នឹងអត់ច្រើនទាំងអស់គ្នាពេលហ្នឹងយើងក្មេងហើយសមហ្នឹងមនុស្សយើងអត់សូវចេះនិយាយច្រើនអីចឹងទៀតគឺពេលគេនិយាយអីគឺខ្ញុំឲ្យតែពេលគេដែលត្រូវគេប៊ូលីទៅដល់នឹង appearance គឺខ្ញុំស្តាក់ហ្មងខ្ញុំអត់អាចនិយាយមួយគេបានទេពីព្រោះអីខ្ញុំដឹងយើងទទួលស្គាល់ថាខ្លួនឯងអត់ស្អាតពេលហ្នឹងណាចឹងយើងទទួលស្គាល់ថាខ្លួនឯងអត់ស្អាតអត់ត្រូវស្តង់ដារសង្គមចឹងហើយយើងអត់ហ៊ាននិយាយមួយគេយើងអត់មានពាក្យអីនិយាយមួយគេព្រោះយើងគិតថាគេនិយាយត្រូវដោយសារយើងស្ដាប់ខ្លួនឯងបាត់ហើយហ្នឹងហើយចឹងមកដល់ឥឡូវគឺចាប់ផ្ដើមពេញនិយម tan skin វិញហើយគឺចាប់ផ្ដើមពេញនិយមអាមាត់វិញមាត់ធំចាវិញចុះទីហោបើសិនជាពេលហ្នឹងខ្ញុំមានលុយខ្ញុំទៅបកស្បែកលាបឡេដើម្បីស្បែកខ្ញុំសខ្ញុំទៅកែមាត់ខ្ញុំឲ្យទូចអញ្ចឹងមកដល់ពេលឥឡូវខ្ញុំមិនត្រូវធ្វើស្បែកខ្ញុំឲ្យខ្មៅវិញហើយមិនត្រូវទៅហែកមាត់ខ្ញុំឲ្យវែងវិញប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការផ្លាស់ប្ដូរបន្តិចដែលបានន័យថាអ្នកទាំងអស់គ្នាផ្លាស់ប្ដូរពីការដែលប្រើជីវិតរស់នៅរបស់យើងពីការដែលយើងប្រឹងប្រែងដើម្បីគ្រាន់តែបង្ហាញអ្នកដទៃឬក៏សង្គមថាយើងជាមនុស្សបែបនេះបែបនោះមកជាការផ្ដោត attention របស់យើងទាំងស្រុងមកលើខ្លួនឯងដែលបានន័យថាយើងផ្ដោតការយកចិត្តទុកដាក់មកលើការ improve សមត្ថភាពរបស់ខ្លួនឯងធ្វើ appearance របស់ខ្លួនឯងឲ្យ glow up ជាងមុនស្រស់ស្អាតជាងមុនតាមអ្វីដែលយើងចង់បានមិនមែនជាការធ្វើវាដើម្បីចង់បង្ហាញនរណាម្នាក់ទេទៅដើម្បី satisfy ខ្លួនឯងអ្នកទាំងអស់គ្នានឹងទទួលអារម្មណ៍ថាអ្នកទាំងអស់គ្នាស្រឡាញ់ចិត្តច្រើនជាងមុនអ្នកទាំងអស់គ្នាស្រឡាញ់ខ្លួនឯងច្រើនជាងមុនហើយក៏អ្នកទាំងអស់គ្នានឹងស្គាល់អារម្មណ៍ដែលគេតែងនិយាយថាមានសេចក្តីសុខផ្លូវចិត្តឬក៏មានសេរីភាពផ្លូវចិត្តដូចគ្នាដែរហ្នឹងហើយមួយវិញទៀតតកតងទៅនឹងលទ្ធផលនៃការធ្វើការងារវិញក៏វាទទួលបានផលល្អឬក៏ឆាប់រហ័សច្រើនជាងមុននេះគ្នាដែរពីព្រោះអីពីព្រោះអ្នកទាំងអស់គ្នាផ្ដោតការយកចិត្តទុកដាក់របស់ខ្លួនឯង 100% មកលើខ្លួនឯងដោយអត់គេនិយាយថា energy leak អ្នកនរនេះធ្លាប់ឮពាក្យហ្នឹងដែលថាយើងឧទាហរណ៍ចាក់សាំង1លីត្រត្រូវបែងចែកទៅនេះទៅនោះផងសួរថាតាម1លីត្រហ្នឹងជីបានរយៈពេលប៉ុន្មានចុះឧទាហរណ៍ថាបើសិនជាយើងប្រើសាំង1លីត្រហ្នឹងសម្រាប់តែចាក់ម៉ូតូរបស់យើងជិះទៅសាលាទីហើយយើងជិះទៅសាលាទៅវិញទៅមកយើងជិះបានមួយអាទិត្យប៉ុន្តែស្រាប់តែយើងយកសាំង1លីត្រហ្នឹងយើងយកទៅចាក់ម៉ូតូយើងហឹងឬក៏ថែទៅប្រើការអីផ្សេងទៀតវាប្រកាសជាជិះអត់បានមួយអាទិត្យទេត្រូវអត់ហ្នឹងហើយអញ្ចឹងការដែលយើងផ្ដោត attention របស់យើងមកលើការដែលយើងផ្ដោតលើខ្លួនឯង 100% ជាជាងការដែលយើងផ្ដោតទៅលើការដែលចាស់ធូរបង្ហាញអ្នកដទៃហ្នឹងណាគឺវានឹងជួយឲ្យលទ្ធផលនៃការធ្វើការងាររៀនសូត្រឬក៏គោលដៅណាមួយដែលយើងផ្ដោតហ្នឹងក៏វាបានល្អច្រើនចៃមកនេះដែរឧទាហរណ៍មួយទៀតមានបងស្រីម្នាក់ខ្ញុំស្គាល់នៅកន្លែងធ្វើការចាស់របស់ខ្ញុំគាត់គឺជាមនុស្សដែលខ្ញុំ appreciate ខ្ញុំគោរពគាត់ខ្លាំងហ្មងពីព្រោះអីគាត់ជាមនុស្សម្នាក់ដែលមានសមត្ថភាពខ្ពស់ទៅលើការងារជំនាញរបស់គាត់ជាមនុស្សដែលមានការខិតខំប្រឹងប្រែងហើយលះបង់កម្លាំងកាយកម្លាំងចិត្តរបស់គាត់នៅក្នុងការងារហ្នឹងហ្មងចឹងយើងដឹងថាបើសិនជាក្រុមហ៊ុនមួយមានមនុស្សប្រភេទហ្នឹងមានបុគ្គលិកប្រភេទហ្នឹងធ្វើការវាដូចជាទ្រព្យសម្បត្តិដ៏សំខាន់អស្ចារ្យសម្រាប់ក្រុមហ៊ុនហ្នឹងហ្មងព្រោះប្របាក់នៅក្នុងការហៅមនុស្សបែបហ្នឹងតែគាត់គឺជាមនុស្សបែបហ្នឹងចឹងហើយដែលជាឲ្យធ្វើឲ្យខ្ញុំគោរពគាត់ខ្ញុំ appreciate ការខិតខំប្រឹងប្រែងរបស់គាត់ប
ប៉ុន្តែអ្វីដែលខ្ញុំក៏សង្កល់មួយពីគាត់នោះគឺគាត់តែងតែជាមនុស្សម្នាក់ដែលព្រួយបារម្ភខ្លាំងផ្ដោតខ្លាំងទៅលើ feedback របស់អ្នកដទៃជាធម្មតាគេមានជា evaluation អីចឹងទៅអញ្ចឹងពេលដែលគាត់ទទួលបាន evaluation ណាមួយអញ្ចឹងគឺគាត់ make it stressful ខ្លាំងដែលជាការ reflection គាត់ទៅ make it ឲ្យវា complicated ហើយគាត់ព្យាយាមបកស្រាយបង្ហាញថាអូវាមិនមែនបែបហ្នឹងឬក៏អីចឹងទៅហ្នឹងហើយមួយវិញទៀតឧទាហរណ៍ថាបើសិនជាគាត់មានអារម្មណ៍គាត់ប្រើអារម្មណ៍ច្រើនគាត់មានអារម្មណ៍ថាអូណាគេម្នាក់ហ៊ានអំចិត្តមួយគាត់ខឹងគាត់អីចឹងគឺគាត់ក៏ព្យាយាមបកស្រាយឲ្យគេយល់ពីគាត់ថាគាត់មិនបែបហ្នឹងឬក៏អីចឹងទៅដែលជាហេតុធ្វើឲ្យយើងខ្ញុំមើលឃើញគាត់ថាគាត់តែងតែ look stressful ណាអ្នកនរគ្នាគាត់ឃើញមនុស្សដែរគាត់មើលទៅជាមនុស្សដែរវារៀង stress តាក់ទងទៅនឹងផ្លូវចិត្តហ្នឹងហើយយើងតែងតែឃើញគាត់ថាជាមនុស្សបែបហ្នឹងហើយក៏គាត់តែងតែ overwork ទៅលើការងារគោលរបស់គាត់ដោយសារអីគាត់តែងតែព្យាយាមចំណាយពេលមួយផ្នែកនៃការងាររបស់គាត់ហ្នឹងម៉ោងការងាររបស់គាត់ទៅ justify ទៅបកស្រាយទៅអីចឹងទៅហ្នឹងហើយដែលជាហេតុធ្វើឲ្យយើងជាមនុស្សដែរតែងតែ appreciate respect គាត់ទៅលើអីគ្រប់យ៉ាងបន្ថែមពីលើដែលយើងមើលឃើញអីដែលជាចំណុចល្អរបស់គាត់ក៏យើងធ្វើឲ្យយើងហ្នឹងទទួលអារម្មណ៍ថាអូគាត់មានភាពភ័យខ្លាចណាមួយហើយគាត់ក៏អត់មានទំនុកចិត្តទៅលើអ្វីដែលគាត់ធ្វើដូចគ្នាដែរ yes អញ្ចឹងដោយសារតែអីដោយសារតែគាត់ព្យាយាម proof អ្នកដទៃថាគាត់មានការខិតខំប្រឹងប្រែងគាត់មានការលះបង់ទៅលើរឿងអីមួយដែរជាលក្ខណៈថាវា proof ពេកអញ្ចឹងទៅវាមិនមែនធ្វើឲ្យគេយល់ប៉ុន្តែធ្វើឲ្យវាចេញរូបភាពផ្សេងហ្នឹងហើយមួយវិញទៀតអ្នកនរគ្នាតាមការដែលកត់សម្គាល់របស់ខ្ញុំពីមនុស្សដែលមាន confidence ខ្ពស់តែម្ដងណាគឺគេកម្របកស្រាយកម្របង្ហាញនៅអ្វីដែលគេធ្វើពីព្រោះអីគឺគេដឹងថាគេជាណាគេហើយគេកំពុងធ្វើអីទាំងគេច្បាស់ចឹងហើយក៏គេអត់ចំណាយពេលនៅក្នុងការបកស្រាយបែកអូហូស្តឹងអីគេដែរដែលគេយកពេលវេលាដែលត្រូវបកស្រាយហ្នឹងទៅអភិវឌ្ឍចំណេះរបស់គេតាក់ទងទៅនឹងការរស់នៅសិក្សារៀនសូត្រឬក៏បង្កើតអីថ្មីបន្ថែមដោយបានន័យថាគឺគេផ្ដោត attention របស់គេទៅលើការ improve ខ្លួនឯងជាជាងទៅការបង្ហាញមនុស្សជុំវិញខ្លួនពីព្រោះអីគេយល់ថាវាជាការដែលធ្វើ energy គេថាពលរបស់គេកម្លាំងគេបែកខ្ចាយអញ្ចឹងគេអត់ធ្វើអញ្ចឹងទេប៉ុន្តែដល់អ្នកទាំងអស់គ្នាគេយកអ្វីមកបង្ហាញអត់គឺលទ្ធផលនៅលើការងារពីព្រោះអីលទ្ធផលការងារភាពជោគជ័យទៅលើការងាររបស់គេភាពជោគជ័យទៅលើការរស់នៅរបស់គេវាគឺជាភ័ស្តុតាងមួយដែលបង្ហាញថាអូគេពូកែគេខិតខំប្រឹងប្រែងគេឆ្លាតអញ្ចឹងគេអត់ចាំបាច់ចំណាយពេលនៅក្នុងការនិយាយច្រើនទេអញ្ចឹងអ្នកទាំងអស់គ្នាចាប់ពីពេលដែលខ្ញុំចាប់ដើម observe ជីវិតរបស់ខ្លួនឯងរយៈពេលមួយឆ្នាំកន្លងមកនឹងមើលអីគ្រប់យ៉ាងជុំវិញខ្លួនខ្ញុំមកហ្នឹងណាគឺធ្វើឲ្យខ្ញុំបដូរសំណួរខ្លួនឯងហ្មងដែលពីមុនខ្ញុំតែងតែសួរខ្លួនឯងថាតែខ្ញុំធ្វើមិនទៅឲ្យគេសរសើរឲ្យគេមើលមក cool លយដើម្បីទទួលបាន compliment អីផ្សេង validation អីចឹងទៅមកជាការសួរខ្លួនឯងថាតើខ្ញុំគួរធ្វើមិនទៅឲ្យសមត្ថភាពចំណេះជំនាញឬក៏ការរស់នៅរបស់ខ្ញុំល្អប្រសើរជាងមុន yes ខ្ញុំឡើងផ្ដោតទៅលើការដែលខ្ញុំព្យាយាម proof អ្នកដទៃទៀតហើយចឹងហើយខ្ញុំក៏ទទួលអារម្មណ៍ថាអូខ្ញុំមានផ្លូវចិត្តមួយដែលឆ្លាស់ច្រើនជាងមុនខ្ញុំអាចរស់នៅក្នុងភាពជាខ្លួនឯងច្រើនជាងមុនហើយក៏សប្បាយចិត្តច្រើនជាងមុនលក្ខណៈថាវាប៉ិតណាអ្នកទាំងអស់គ្នាហើយក៏ចង់បញ្ជាក់គ្នាយើងដែរថាអានេះវាត្រូវការ take time មិនមែនអ្នកទាំងអស់គ្នាអាចធ្វើបានភ្លាមទេមូលហេតុអីដោយសារតែ brand របស់យើងវាបានន័យថាយើងបង្កើតយើងមានទម្លាប់នឹងហើយអញ្ចឹងក្នុងការកែប្រែទម្លាប់ដូចជាយើងដឹងថាវាត្រូវការចំណាយពេលវេលាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមានការតាំងចិត្ត commitment put effort into it ថាចាប់ពីពេលហ្នឹងទៅគឺយើងត្រូវតែផ្ដោត attention ទាំងអស់មកលើការដែលធ្វើឲ្យខ្លួនឯងល្អប្រសើរដោយមិនខ្វល់ពីការយកចិត្តទុកដាក់ការសរសើរអីពីអ្នកដទៃគឺអ្នកទាំងអស់គ្នានឹងទទួលជោគជ័យទៅលើអ្វីដែលអ្នកទាំងអស់គ្នាសម័យចង់បានទទួលបានលទ្ធផលល្អច្រើនជាងមុនហើយអភិនិហាក៏វាកើតឡើងវាទៅអភិនិហាហ្នឹងគឺរឿងដែលវា over our expectation នឹងកើតឡើងនៅក្នុងជីវិតរបស់យើងច្រើនជាងមុនដូចគ្នាដែរ so that's it just live your life improve yourself improve your living your ability your anything not to prove anyone so you will live better day to day so that's it